ในแต่ออกเนี้ยสกอร์สราวมันแหนมาใหญ่จ้องยันสกอร์ไอเซงติรัดยมแอลลี่สุสภากงหมกกันวิดีโอใจมันเล็กอัมปีสกปรกเพลเพดแต่ออกเนี้ยดังไงทาสราวมันแหนไม่ก็สำคัญเป็นเต้นในขนมชีวิตเพลเพดแต่พอเยอะในซาตาตีมวยคือวิจุดประเภทสักส่วนเลยยังสราวมันแหนไม่คือเมียนตกลมไอตีปีคือวิจุดการเปียยังปีจมูกเซนเซนหนึ่งการเมียนไตปัวได้แบบมันเป็นตกมนก็บนแต่เป็นเพียยังมวยจมูกนั่นคือก่อนมันจุดการรักษามันแหนไม่เตะแต่ยังเนยเป็นวิธีเป็นยืนกำนัดเนิบเซนเตียนไงนี่คือยมจองมาป่าฮันตัวมองท่าวิธีเป็นยืนกำนัดรักคือมีไอเกย์คลาคือยมยกมาชรานแบบเพศนั้นแต่มองอ่ะได้เมียนเนื้อขนมประริจินจากกัมพูชียังมีวิธีเป็นยืนกำนัดไอเกย์คลาคือยมยมมาตั้งออกนำไปป่าฮันแต่ออกเนี่ยไอสกอลวิธีตีมวยกองดัดเนื้อขนมสปอนได้เมียนดำไหลจับปีตีเมินเรียลเติมบุญเมินเรียลมีประสิทธิภาพการเปรียบบ้านดอกโคตรดอกฉ่ำว้าวยูคลังเหมือนแต่มองดัดตามบัดดองจำนายตามบัดดองเต้คือบ้านหลังดอกฉ่ำโยมองให้เบอร์ซินที่ยืนจองดอกเจ๊งยืนแต่จูบแปดวิธีตีปีคือกองดัดกรามสบายคือเมียนดำไหลจับปีดอกเมินเรียลเติมดอกปีเมินเรียลมีประสิทธิภาพក្នុងរយៈពេល3ទៅ5ឆ្នាំភាសាជាមួយនឹងពេទ្យថាយើងចង់បានបែបណាអ្នកខ្លះគាត់អត់ចង់ឲ្យពេទ្យប៉ះប្រដាប់ភេទគាត់គឺគាត់អាចប្រើប្រាស់ជាមួយនឹងកងដាក់ក្រោមស្បែកបានវិធីទី3គឺថ្នាំចាក់ពន្យាកំណើតដែលមានតម្លៃចាប់ពី 7,000 រៀលទៅ 11,000 រៀលនេះថ្នាំចាក់ធម្មតាយើងចាក់ថ្នាំវ៉ាក់សាំងប្រភេទអីក៏ដោយគឺវានឹងមានរូបរាងបែបនេះគេដាក់នៅក្នុងដបបិទចិត្តចឹងណាបានគេដកមកដាក់មកចូលចាក់ចូលហើយបានចាក់ចូលដៃយើងអញ្ចឹងទៅអានឹងការពារបាន3ខែហើយតម្លៃវាយើងធូរថ្លៃដែរវិធីទី4គឺថ្នាំគ្រាប់ពន្យាកំណើតដែលមានតម្លៃចាប់ពី 2,000 រៀលទៅ 20,000 រៀលយើងត្រូវលេបរៀងរាល់ថ្ងៃក្នុងរយៈពេល1ខែអានឹងគឺវាការពារម្ដងគឺបាន1ខែមានរូបរាងបែបនេះគឺមានបង្ហាញមានចាប់ដើមខាងក្រោយនេះពីកន្លែងនេះទៅនេះសញ្ញាព្រួយអញ្ចឹងយើងទៅអញ្ចឹងទៅត្រង់យើងផឹកតាមសញ្ញាព្រួយហ្នឹងអញ្ចឹងណាបានរហូតដល់ចាប់ខែហ្នឹងគឺវាការពារបានមួយខែហ្នឹងហ្មងចំពោះអ្នកដែលគាត់អត់ចង់ឈឺសាច់ទេគាត់ប្រើប្រាស់ថ្នាំគ្រាប់វិញវិធីទី5គឺថ្នាំគ្រាប់ពន្យាកំណើតបន្តមានតម្លៃចាប់ពី 7,000 រៀលទៅ 12,000 រៀលហើយប្រសិទ្ធភាពរបស់វាហ្នឹងគឺ1 វត្តរដូវមានន័យថានៅពេលដែលយើងរួមភេទរួចយើងអាចបានការពារហើយយើងកំពុងតែសង្ស័យគឺយើងលេបវាព្រាមហ្មងដែលគេហៅថាថ្នាំ72ម៉ោងវាមាន2គ្រាប់អញ្ចឹងក្រោយពេលយើងរួមភេទគឺយើងលេបវាដើម្បីការពារបន្តហ្មងថាយើងអត់បានពាក់ស្រោមអនាម័យយើងភ្លេចខ្លួនអញ្ចឹងទៅយើងលេបនេះទៅការពារហ្មងដល់ពេលលឺអញ្ចឹងទៅថ្នាំ72ម៉ោងដូចស្រួលណាស់គ្រាន់តែយើងរួមភេទរួចយើងលេបហើយអស់បញ្ហា no បើសិនជាយើងអាសារួមភេទហើយយើងប្រើប្រាស់ថ្នាំ72ម៉ោងច្រើនពេកនឹងបង្កទៅជាបញ្ហាទៅវិញអញ្ចឹងដើម្បីជៀសវាងកុំឲ្យមានបញ្ហាទៅដល់សុខភាពយើងណាគួរតែប្រើប្រាស់វិធីពន្យាកំណើតរយៈពេលយូរឬក៏ប្រើប្រាស់ស្រោមអនាម័យល្អបំផុតអានេះគឺក្នុងករណីបន្ទាន់ emergency មិនមែនយើងដឹងខ្លួនថាយើងរួមភេទហើយយើងទៅដាក់ថ្នាំបន្ទាន់no អាហ្នឹងមានថាយើងអត់មានទំនួលខុសត្រូវទៅលើសុខភាពរបស់យើងឯងទោះជាយើងមានវិធីពន្យាកំណើតទំនើបច្រើនអញ្ចឹងក៏ដោយក៏វាមិនអាចការពារអ្នកទាំងអស់គ្នាពីមេរោគអេដពីជំងឺកាមរោគផ្សេងៗដែរមានតែស្រោមអនាម័យតែប៉ុណ្ណោះដែលអាចការពារអ្នកទាំងអស់គ្នាគ្រប់មុខហ្មងការពារបាន 98% ទៀតណាបើសិនជាយើងប្រើប្រាស់វាបានត្រឹមត្រូវណាអញ្ចឹងខ្ញុំសូមលើកទឹកចិត្តដល់អ្នកគ្នាទម្លាប់មានទំនួលខុសត្រូវទៅលើសុខភាពរបស់យើងព្រោះយើងត្រូវចេះស្រឡាញ់ខ្លួនឯងកុំថាអីបន្តិចយើងអត់ដឹងអីចេះធ្វើតាមគេឬក៏ធ្វើតាមអារម្មណ៍អត់ខ្វល់ពីខ្លួនឯង no ធ្វើម៉េចយើងត្រូវតែមានទំនួលខុសត្រូវទៅលើសុខភាពខ្លួនឯងស្វែងយល់ពីសុខភាពផ្លូវភេទឲ្យបានច្រើនមុននឹងយើងប្រព្រឹត្តវាគុំធ្វើតាមអារម្មណ៍ហើយក៏គុំធ្វើតាមបុគ្គលដែលគាត់ញញឹមយើងដែរអ្នកទាំងអស់គ្នាចង់ទៅពិគ្រោះយោបល់អំពីសុខភាពផ្លូវភេទនិងវិធីពន្យាកំណើតផ្សេងៗអ្នកទាំងអស់គ្នាអាចទៅមណ្ឌលសុខភាពឬក៏មន្ទីរពេទ្យបងឯកដែលជាអ្នកទាំងអស់គ្នាបំផុតយើងមានដូចជាមន្ទីរពេទ្យប្រស័យហនុមណ្ឌលនៃក្តីសង្ឃឹមខ្ញុំខំទិញឈ្មោះនឹងខ្លាំងមែនតើហ្មងមាន clinic ឈូកសហើយបើសិនជាទៅកន្លែងឯកជនណាមានដូចជា Mary Stopes រ៉ាហើយនិង FCC អញ្ចឹងសូមបញ្ចប់វីដេអូខ្ញុំថាំនឹងជួបគ្នាលើក្រោយបាយបាយ